សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់លេខទូរស័ព្ទអតិថិជនទៅនឹងការលក់និងរបៀបមើលពីប្រវត្តិទិញរបស់អតិថិជនដំបូងនៅលើអេក្រង់លក់អ្នកអាចចុចភ្ជាប់អតិថិជនហើយបញ្ចូលលេខទូរស័ព្ទរបស់អតិថិជនបានភ្លាមៗឬក៏ជ្រើសរើសទំនិញដាក់ក្នុងកន្ត្រកជាមុនសិនក៏បានដែរបន្ទាប់មកចុចភ្ជាប់អតិថិជនដើម្បីបញ្ចូលលេខទូរស័ព្ទបើសិនបើជាអតិថិជនថ្មីអ្នកអាចបង្កើតគណនីក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់មកបន្តការលក់និងបញ្ចប់ការបញ្ជាទិញការទិញនោះនឹងត្រូវបានភ្ជាប់ទៅនឹងគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិក្រោយពីការលក់រួចនៅក្នុងផ្នែកអតិថិជនអ្នកអាចចូលមើលពីប្រវត្តិពិន្ទុចំណូលចិត្តរបស់អតិថិជនដើម្បីផ្ដល់សេវាកម្មដែលសមស្របសម្រាប់អតិថិជនរបស់លោកអ្នក